นี่บองប្អូនថ្ងៃនេះមុខស្លកកូខ្វះគ្រឿងប្តីខ្ញុំគាត់ចង់ញ៉ាំស្លកកូចឹងនៅក្នុងផ្ទះមានទ្របខាទ្របញងទ្របញងផ្សិតស្លឹកគួរស្ពេនិចហាឡូពីញ៉លហើយនឹងស្លឹកគ្រៃមានតែប្រមាណមុខនឹងទេហើយជាមួយនឹងសាច់ជ្រូកនេះឆ្អឹងជំនីជ្រូកនេះបងប្អូននេះហើយគាត់ចង់ញ៉ាំហើយចឹងខ្ញុំខ្ជិលទៅផ្សារទិញលពៅជាមួយនឹងល្ហុងហ្មងចឹងទៅវាឆ្ងាយមិនដឹងទៅហើយជិះ1 ម៉ោងទៀតចឹងទៅស្លោចេះឲ្យគាត់ហូបឥឡូវខ្ញុំចាប់ដើមនេះស្លហើយខ្ញុំដាក់ឆ្អឹងជំនីឈូកជាមួយនឹងស្លឹកខៃទំបុកហើយមើលស្លទៅអត់មានល្ហុងជាមួយនឹងលពៅតែជាយ៉ាងម៉េចរសជាតិនឹងឆ្ងាញ់អត់ទេបងប្អូនហើយឥឡូវសាច់ឈូកឆ្អឹងជំនីនេះឥឡូវរៀងផុយហើយឥឡូវចាប់ដើមដាក់បន្លែចូលនេះចេះតែស្លកាត់បងប្អូនព្រោះចូលចិត្តញ៉ាំស្លគោប្តីគាត់ចូលចិត្តហើយចឹងទៅយើងគាត់ថាវាអត់មានបន្លែគ្រប់គ្រាន់ហ្នឹងតែយើងអាចស្លអាចញ៉ាំបានសុខនៅខាងរដ្ឋខ្ញុំគឺថារៀងពិបាករកបន្លែបងប្អូនហើយស្តរស៊ីមានតែ2 3ហើយបើយើងទិញអត់តាន់គឺថាអត់មានទេអញ្ចឹងនៅផ្ទះយើងមានបន្លែប៉ុណ្ណាយើងចេះដាក់ស្លកាត់ញ៉ាំអស់ហើយបងប្អូនលើដាក់ចាំឲ្យពុះសិនចាំដាក់បន្លែបន្ថែមទៀតលើបន្លែពុះល្អហើយបន្លែរៀងទុំល្អហើយចឹងដាក់ទ្របញងចូលទៅកលីទៅហើយយើងយកមកចឹងយើងលីងទុកវាអង្កក់ទៅពេលយើងចង់ស្លយើងចង់លីងអីញ៉ាំអីចឹងយើងមានហើយស្រាប់នេះដាក់វារៀងផុយបន្តិចសិនស្លឡើងចិត្តហើយទំនឹកឃើញថាដាក់ការ៉ុតឲ្យវាមានពណ៌ល្អបងប្អូនទៅឆាំដាក់ក្រត់ចូលចឹងទៅបានមានពណ៌ល្អគាត់មើលស្អាតតិចឥឡូវពុះបានល្អហើយចាប់ដើមយើងដាក់បន្លែចូលនេះspinach បងប្អូនព្រោះយើងអត់មានស្លឹកម្រុំអីចឹងណាហើយចឹងយើងដាក់ spinach ដាក់ជំនួសស្លឹកម្រុំទៅស្លឹកម្រុំឬក៏ស្លឹកអង្គាដីបងប្អូនចឹងខាងខ្ញុំវាមានយើងដាក់ចឹងទៅមានអីបងប្អូនពេលយើងស្លអត់មានល្ហុងជាមួយនឹងលពៅអីហើយមើលទៅមានអីទំនងឆ្ងាញ់តែបងប្អូនហើយខ្ញុំចិត្តស្លញ៉ាំរៀងខាប់តិចឆ្ងាញ់ចាំឲ្យពុះសិនលើស្លគោឆ្អិនរួចរាល់ហើយនេះបងប្អូននេះមើលទំនងឆ្ងាញ់អត់គាត់តែខ្វះបន្លែតិចតួចតែយើងអាចញ៉ាំបានឆ្ងាញ់បងប្អូននេះស្លកកូមានបន្លែមានគាត់ថាអត់មានទ្របវែងអញ្ចឹងទៅយើងមានបានទ្របញងដាក់ជំនួសវិញ